ក្មេងស្រីដែលមានរូបរាងសាមញ្ញម្នាក់បានផ្លាស់ប្ដូរខ្លួនឯងឲ្យក្លាយទៅជាស្រីស្អាតដ៏ទាក់ទាញ Ruth មិនបានគេងអស់រយៈពេល3ថ្ងៃមកហើយនាងក៏លងលកមួយផាំងក្រឹងពេលកំពុងធ្វើការពេលនោះគឺជាកម្មវិធីផ្សាយផ្ទាល់ទូទាំងប្រទេសក្រុមការងារនៅខាងក្រៅឆាកទាំងអស់ស្រឡឹងកាំងជាខ្លាំងនៅពេលពួកគេដាស់នាងឲ្យភ្ញាក់នាងក៏ប្រញាប់សុំទោសភ្លាមពិធីករបានព្យាយាមជួយសម្រួលស្ថានភាពដ៏អាក្រក់នោះដោយនិយាយថា Ruth ពិតជាខំប្រឹងធ្វើការខ្លាំងណាស់ក្មេងស្រីនោះសម្លន់ជាខ្លាំងចំណែកមិត្តរួមការងាររបស់នាងវិញមកឡើងស្លេកស្លាំងភ្ញៀវកិត្តិយសនៅលើឆាកបាននិយាយថានាងខំធ្វើការហួសកម្លាំងពេកហើយប៉ុន្តែមេរបស់នាងបានជាបញ្ជាឲ្យកាត់ទៅវីដេអូពាណិជ្ជកម្មនៅខាងក្រោយឆាក Ruth បានជួបនឹងតារាល្បីម្នាក់ឈ្មោះ Gina នាងបានអោនក្បាលសុំទោសម្ដងទៀត Gina បានសួរឈ្មោះនាង Ruth ក៏លួងលោមនាងដោយនិយាយថា Ruth មិនបានធ្វើអ្វីខុសឡើយអ្វីដែលកើតឡើងបន្ទាប់បានធ្វើឲ្យ Ruth កាន់តែភ្ញាក់ផ្អើលគឺ Gina បានសរសេរលេខទូរស័ព្ទរបស់ខ្លួនឲ្យទៅនាងមេរបស់នាងបានឃើញមតិរិះគន់អាក្រក់ៗតាមអ៊ីនធឺណិតគេគ្មានកម្លែងមិនចេញកំហឹងក៏យកមកទម្លាក់លើ Ruth ទាំងអស់គេបានគំរាមថានឹងដាក់រាយការណ៍បណ្ដឹងនិងបណ្ដេញនាងចេញពីការងារ Ruth ធ្វើការនៅក្រុមហ៊ុនផលិតកម្មវិធីទូរទស្សន៍តាមកណ្ដាលស្នាពេញនាងគឺជាជំនួយអ្នកដឹកនាំប៉ុន្តែនាងត្រូវធ្វើការងារធ្ងន់ៗគ្រប់យ៉ាងការរៀបចំកម្មវិធីផ្សាយផ្ទាល់3ថ្ងៃជាប់គ្នាថែមទាំងត្រូវកាត់តវីដេអូម្នាក់ឯងនោះហើយជាមូលហេតុដែលធ្វើឲ្យនាងមានកំហុសមិត្តរួមការងារប្រុសម្នាក់ដែលធ្វើការឆ្កងឆ្កោងបានធ្វើឲ្យបាក់សម្ភារៈប្រែបាសលើឆាកមេរបស់នាងក៏បានបញ្ជានាងឲ្យទៅទិញថ្មីមកជំនួស Ruth បានរត់ចេញពីអគារយ៉ាងលឿនមនុស្សតាមផ្លូវនាំគ្នាដើរគេចផ្លូវឲ្យនាងបានទៅដងហាងលក់គ្រឿងសម្អាងមួយយ៉ាងរហ័សបុគ្គលិកនៅទីនោះថៃតក់ស្លុតនឹងរឹកពីបញ្ញាបញ្ញារបស់នាងនៅពេលនាងមានអារម្មណ៍ស្ងប់បន្តិចនាងក៏បានឃើញឈុតផាត់មេឃមួយដែលនាងពេញចិត្តនាងសម្លឹងមើលមុខទេស្អាតគ្មានគ្រឿងសម្អាងរបស់ខ្លួនរាល់ថ្ងៃហើយដឹងថានាងច្បាស់ជាមិនប្រើវាឡើយទើបនាងក៏ដកចិត្តចេញរំពេចនោះនាងងាកទៅក្រោយទៅបុកគេធ្វើឲ្យទូរស័ព្ទធ្លាក់ដល់ដីបរិះដែលបុកនាងឃើញអេក្រង់ទូរស័ព្ទបែកក៏បានសុំយកវាទៅជួសជុលឲ្យប៉ុន្តែនាងបដិសេធព្រោះនាងត្រូវប្រញាប់យកសម្ភារៈត្រឡប់ទៅកម្មវិធីវិញបរិះម្នាក់នោះមានអារម្មណ៍ងឿងឆ្ងល់យ៉ាងខ្លាំងនាងបានត្រឡប់ទៅវិញតាន់ពេលវេលាហើយក៏គ្មានបញ្ហាអ្វីកើតឡើងទៀតដែរបន្ទាប់ពីចប់កម្មវិធីមិត្តរួមការងារម្នាក់ប្រាប់ឲ្យនាងយកផលិតផលគំរូដែលនៅសល់ទៅប្រើប៉ុន្តែនាងថានាងមិនប្រើវានោះទេមុននឹងនាងបានសម្រាកមេរបស់នាងក៏បានហៅនាងទៅជួបទៀតនាងត្រូវទទួលរងការងាររបស់គេបន្ថែមទៀតបន្ទាប់ពីធ្វើការម្នាក់ឯងពេញមួយយប់នាងត្រឡប់ទៅផ្ទះដេកលក់យ៉ាងស្កប់ស្កល់ប្អូនស្រីរបស់នាងមានអារម្មណ៍អាណិតនាងជាខ្លាំងហើយប្រាប់ឲ្យនាងឈប់ធ្វើការងារនោះទៅប៉ុន្តែនាងថានាងមិនអាចឈប់បានទេព្រោះត្រូវការលុយរំពេចនោះទូរស័ព្ទក៏រោឡើងគឺតារាល្បីជីណាមកដល់មាត់ទ្វារផ្ទះរបស់នាងប្អូនស្រីនាងសួរថាហេតុអ្វីបានជាគាត់មកទីនេះតាមពិតជីណាមកដើម្បីផ្ដល់ការងារថ្មីឲ្យ Ruth តែមិនជឿនឹងត្រចៀកខ្លួននៅថ្ងៃសម្ភាសការងារនាងបានស្លៀកឈុតធំនៅពេលទៅដល់ក្រុមហ៊ុននាងក៏បានជួបនឹងបរិះការទីម្សិលមិញម្ដងទៀតគេសម្លឹងមើលការស្លៀកពាក់របស់នាងហើយគិតថាវាមិនទាន់សមរម្យឡើយទេទើបគេនាំនាងទៅរៀបចំរូបរាងថ្មីតែម្ដង